ជំរាបសួរបងប្អូនទាំងអស់គ្នាចង់បង្ហាញបងប្អូនពីសកម្មភាពនៅក្នុងកន្លែងកាត់ដេរដែលបងប្អូនបានធ្វើការកម្មង់អនឡាញឬក៏បងដែលគាត់មកកាត់ទីតាំងផ្ទាល់ដូចគ្នាដែរចង់បញ្ជាក់ប្រាប់បងថាការកម្មង់តាមប្រព័ន្ធអនឡាញគឺខ្ញុំមានទីតាំងច្បាស់លាស់ហើយនិងលេខទូរស័ព្ទបងចង់មកដល់ទីតាំងផ្ទាល់ក៏បានបងប្អូនចង់តាក់ទងតាមទូរស័ព្ទ Telegram ឬក៏ Messenger ក៏បានដូចគ្នា ចង់បញ្ជាក់ប្រាប់បងប្អូនថាជា page មួយដែលរកស៊ីពិតប្រាកដបងប្អូនមិនមែនជា page បោកប្រាស់បងប្អូនទេហើយចំពោះបងដែលគាត់បានកម្មង់អីវ៉ាន់ខ្ញុំជាទូទៅគឺគាត់បានដឹងទឹកដៃហើយនិងស្នាដៃផ្ទាល់ពីកន្លែងខ្ញុំដូចគ្នាដែរហើយថ្ងៃនេះដែរគឺអត់ចង់បង្ហាញអីច្រើនទេបងប្អូនដោយសារតែនិយាយទៅគឺមានតែម៉ូដដែលដូចបានដាក់នៅលើអេក្រង់បែបហ្នឹងបងប្អូនគឺជាប្រភេទម៉ូដដែលបងគាត់បានធ្វើការកម្មង់ពីខាងប្អូនច្រើនហើយមួយរយៈនេះគឺខ្ញុំរវល់ខ្លាំងនឹងការងារកាត់ដេរនេះបងប្អូនដោយសារតែមានតម្រូវការជាច្រើនទាំងការកម្មង់កាត់នៅទីតាំងផ្ទាល់និងបងដែលគាត់ធ្វើការកម្មង់តាមប្រព័ន្ធអនឡាញដូចគ្នាដែរ បើសិនជាវីដេអូដែលប្អូនបានធ្វើចេញទៅបើសិនជាបងអត់ពេញចិត្តឬក៏មិនពេញចិត្តនៅចំណុចណាមួយបងអាច comment ឬក៏អាចអូសរំលងពីវីដេអូប្អូនបានណាដោយសារប្អូនបង្ហាញនេះគឺអំពីសកម្មភាពពីកន្លែងកាត់ដេររបស់ខ្ញុំផ្ទាល់និងចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំមានហើយក៏មិនបានតាំងខ្លួនជាអ្នកពូកែអស្ចារ្យមកពីណានោះទេពីខាងណាអីដែរបងប្អូនដោយសារតែចេះ កម្រិតណាគឺបង្ហាញបងប្អូនកម្រិតហ្នឹងដូចគ្នាហើយការកម្មង់កាត់ក៏ដូចគ្នាដែរបើសិនជាបងដែលគាត់ធ្លាប់បានកម្មង់ខ្ញុំគឺគាត់ដឹងច្បាស់ថាទឹកដៃនិងការធ្វើអីវ៉ាន់របស់ខ្ញុំគឺមានកម្រិតណាដូចគ្នាបងប្អូនតែជាទូទៅការរកស៊ីវាតែងតែមានជួបឧបសគ្គដូចជាពេលខ្លះការទទួលភ្ញៀវនៅទីតាំងផ្ទាល់ឬក៏បងតាមអនឡាញពេលខ្លះក៏គាត់សម្រាប់ការឆ្លើយតបយឺតយ៉ាវសម្រាប់បងដែលគាត់បានធ្វើការកម្មង់តាម page អនឡាញបងប្អូនដោយសារតែមានការរវល់ធ្វើការកាត់អីវ៉ាន់ជូនកូនជាងនិងការទទួលភ្ញៀវនៅទីតាំងផ្ទាល់ហើយចង់បញ្ជាក់បងប្អូនផងដែរថា page ដែលខ្ញុំកំពុងតែកាន់គឺជានាងខ្ញុំផ្ទាល់ជាអ្នកឆ្លើយតបនិងអឺឆ្លើយជាមួយបងប្អូនដែលបានសួរពាក់ព័ន្ធនឹងសម្លៀកបំពាក់ដែលបងធ្វើការកម្មង់ដូចគ្នាដែរនិងសូមអធ្យាស្រ័យចំពោះបងដែលបានធ្វើការកម្មង់ខ្ញុំមានការយឺតយ៉ាវរយៈពេលតិចតួចសម្រាប់ ដាក់អីវ៉ាន់ជូនបងអញ្ចឹងសូមអធ្យាស្រ័យពីចម្ងាយផងដែរដោយសារតែអីវ៉ាន់ស្ទះនៅកន្លែងដិនច្រើនបងប្អូនដោយសារតែម៉ូដជាទូទៅគឺជាប្រភេទដែលមានដិនច្រើនបងប្អូនម៉ូដដែលប្អូនកំពុងតែកាត់នេះគឺជាប្រភេទម៉ូដដូចនៅក្នុងរូបដែលខ្ញុំបានដាក់នៅលើអេក្រង់បែបហ្នឹងហើយក៏ជាប្រភេទម៉ូដដែលស្រស់ស្អាតហើយក៏ជាតម្រូវការដែលបងគាត់បានធ្វើការកម្មង់ច្រើនបងប្អូនដូចជាច្រើនឈុតមែនទែនបងប្អូនហើយកំពុងតែធ្វើជូនជាបន្តបន្ទាប់ ទាំងអីវ៉ាន់កម្មង់ក្នុងអនឡាញនិងប្រភេទអីវ៉ាន់ដែលបងគាត់មកធ្វើការកម្មង់ផ្ទាល់នៅទីតាំងផ្ទាល់ដូចគ្នាដែរបងប្អូនគឺជាងដាច់យប់រាល់ថ្ងៃបងប្អូនម៉ោង1ម៉ោង2ម៉ោង1ម៉ោង2រាល់ថ្ងៃបងប្អូនចឹងប្អូនសូមការអធ្យាស្រ័យពីបងផងដែរដោយសារតែប្អូនពេលខ្លះដកឃ្លាអត់ទាន់បងប្អូនហើយរវល់ពេលខ្លះការឆ្លើយតបតាមឆាតក៏យឺតយ៉ាវចឹងណាបងប្អូនសូមអធ្យាស្រ័យសូមអរគុណចំពោះបងដែលស្រឡាញ់និងចូលចិត្តគាំទ្រពីអីវ៉ាន់ពីខាងប្អូនផងដែរប្អូននឹងព្យាយាមធ្វើជូនបងឲ្យបានស្អាតដើម្បីជាសោភ័ណភាពសម្រស់មួយសម្រាប់បងស្លៀកពាក់នៅលើខ្លួនឲ្យបានស័ក្តិសមទៅតាមតម្លៃនិងប្រភេទអីវ៉ាន់ដែលបងធ្វើជូនបងអរគុណច្រើន